57 គីឡូក្រាមប៉ះជាមួយនឹងកូនសិលលោកគ្រូពេជ្រសុផាន់គឺពេជ្រអាទិទេពបាទហើយនៅក្នុងនោះពេជ្រអាទិទេពក៏គាត់ថាអត់អីទេឲ្យតែលោកគ្រូពេជ្រសុផាន់អូខេគឺគាត់ព្រមហើយលោកគ្រូពេជ្រសុផាន់សួរលោកគ្រូសេនបន្ថែមមួយម៉ាត់ទេសួរថាហ៊ានអត់បាទគីឡូ57ហ៊ានឲ្យយ៉ាស៊ីនប៉ះជាមួយនឹងពេជ្រអាទិទេពនឹងកាយណាឥឡូវអ្នកអង្គការក៏នៅនឹងអាដាមទៅឆាយក៏នៅនឹងអាដាមកម្មវិធីក៏នៅនឹងធ្វើជាសក្ខីភាពបាទសម្រាប់ខ្ញុំតើខ្ញុំសួរកីឡាករសិនសួរតែយ៉ាស៊ីនហ៊ានអត់បាទលោកគ្រូសុំហ៊ានសុំជិលីតុងហ៊ានតែសុំលេងឲ្យធំបាទអីយ៉ាបាទសម្រាប់ខ្ញុំក៏អត់ជាបញ្ហាដែរសំខាន់គឺមានការផ្ដល់ឱកាសពីក្រុមហ៊ុនគ្រុឌដែលបានផ្ដល់ឱកាសឲ្យកីឡាករទាំងពីរនេះជួបគ្នាខ្ញុំនឹងគិតមើលសួរគ្រូផាន់ថាហ៊ានមិនហ៊ានសំខាន់លើអ្នកអញ្ញាសំខាន់អ្នកអញ្ញានៅរៀបចំឥឡូវតាន់ឱកាសចង់សួរអ្នកអញ្ញាបញ្ជាក់ឲ្យច្បាស់ហ្មងបើគូនេះកើតឡើងក្រុមហ៊ុនវឌ្ឍនៈហ៊ានលេងឲ្យធំមកអ្នកអញ្ញាបាទឥឡូវបងប្អូនចង់ឲ្យធំមកពេលណាឥឡូវឲ្យធំខ្លាំងមែនទេខ្លាំងឥឡូវយើងឯកភាពទាំងអស់គ្នាទាំង4មានអាដាមប្រធានខៅឆានណែជាសាស័យបាទអញ្ចឹងមានទទួលតរកដែលជាក្រុមហ៊ុន sponsor វឌ្ឍនៈហើយក្លឹបទាំងពីរទាំងលោកគ្រូទាំងពីរទាំងសិស្សទៀតទាំងអស់គ្នាព្រមទាំងអស់គ្នាហើយអញ្ចឹងយើងរងចាំតើយើងរៀបចំឈុតនេះធំប៉ុណ្ណាហើយបងប្អូនគាំទ្រប៉ុណ្ណាយើងនឹងធ្វើរៀបចំធំប៉ុណ្ណឹងព្រមតែអត់ព្រមឥឡូវហូរមួយគេចាំមើលលោកគ្រូប៉ុណ្ណឹងមកហេលោកគ្រូយើងថាក្នុងនាមកីឡាចាញ់ឈ្នះជារឿងធម្មតាប៉ុន្តែតាមយើងឡើងមកលើសង្វៀនគឺថាយើងកាត់ខំឲ្យអស់ពីលទ្ធភាពតែនេះលោកគ្រូបាទអញ្ចឹងគ្រប់អរគុណច្រើនអ្នកអញ្ញាហើយខ្ញុំសង្ឃឹមថាកម្មវិធីយ៉ាស៊ីនជួបជាមួយនឹងអាទិទេពសង្ឃឹមថាបងប្អូនយើងនឹងគ្រប់គ្រងឲ្យបានច្រើនជាពិសេសដូចបងប្អូនដែលគ្រប់គ្រងនៅទឹកដីស្រុកស្ទឹងត្រង់នេះតែម្ដងហើយសង្ឃឹមថាបងប្អូនយើងនឹងគ្រប់គ្រងផលិតផលគ្រុឌគុណខ្មែរទាំងអស់គ្នាបាទអរគុណច្រើន